ផ្លូវទេសចរដ៏សំខាន់នៅស្រុកទឹកផុសខេត្តកំពង់ឆ្នាំងប្រវែងជាង40គីឡូម៉ែត្របើការដ្ឋានសាងសង់ហើយរាយណាស់ដោយខាងអភិវឌ្ឍជនបទក៏រៀបចំសាងសង់ផ្លូវអញ្ចឹងគឺព្រោះតំបន់ពួកខ្ញុំបង្កើតតំបន់ទេសចរអញ្ចឹងទៅវាពាក់ព័ន្ធរឿងបញ្ហាផ្លូវដែលភ្ញៀវចូលកំសាន្តលេងហើយថ្ងៃនេះជាមោទនភាពរបស់ខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែងបំផុតសម្រាប់ថ្ងៃនេះថាសប្បាយរីករាយដោយសារបានផ្លូវរដ្ឋាភិបាលយើងប្រគល់ឲ្យយើងធ្វើឲ្យយើងអមែនទែនហ្មងមិនអលេងអមែនទែនបាយចិត្តបាទបាក់មែនទែនបាក់អង្កលច្បក់ដេញខែកដឹកខែប្រាំងឡើងហើយយ៉ាដេញនិយាយពីហើយទៀតខ្ញុំបាទសូមហើយនោះដេញនិយាយថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះពិបាកជីតាមផ្លូវយើងពិបាកជីកលិចកឡុកនឹងពិបាកធ្វើដំណើរអីដែលក្មួយមួយសិស្សសាលាហ្នឹងក៏គាត់ពិបាកធ្វើដំណើរមកសាលារៀនអញ្ចឹងទៅវាពិបាកកលិចកឡុកច្រើនដល់ឥឡូវបើបានដេញបងគាត់មកធ្វើខ្នល់ហ្នឹងខ្ញុំសប្បាយចិត្តមែនទែនសប្បាយចិត្តពេញឧបមាហ្មងចិត្តតែបានធ្វើផ្លូវទៅស៊ូពីផ្លូវបំពងមកដល់ទឹកធ្លាក់មកក្រាលហ្នឹងលើកឲ្យយូរហើយបានទៅបានឡើយភើបហើយបានមកចូលរួមនៅពេលហ្នឹងអរគុណប្រជាពលរដ្ឋសម្ដែងអារម្មណ៍សប្បាយរីករាយក្រៃលែងក្រោយទទួលបានសមិទ្ធផលផ្លូវជនបទក្រាលកៅស៊ូ2ជាន់និងក្រាលបេតុងប្រវែង 41.10 ម៉ែត្រនៅស្រុកទឹកផុសខេត្តកំពង់ឆ្នាំងឆ្ពោះទៅរមណីយដ្ឋានតំបន់ទឹកធ្លាក់ថ្មក្រាលក្រោមគម្រោងនិរន្តរភាពតំបន់ទេសចរនិងទេសចរធម្មជាតិកម្ពុជាសមិទ្ធផលនេះត្រូវបានបើកការដ្ឋាននៅព្រឹកថ្ងៃទី30ខែមិថុនាឆ្នាំ2025នៅបរិវេណសាលារៀនអនុវិទ្យាល័យកោះកណ្ដាលស្ថិតក្នុងភូមិកោះកណ្ដាលឃុំស្រុកទឹកផុសខេត្តកំពង់ឆ្នាំងពិធីនេះក្រោមអធិបតីភាពឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរឯកឧត្តមសុនសវណ្ណរិទ្ធអភិបាលខេត្តកំពង់ឆ្នាំងព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការជំនាញនិងប្រជាពលរដ្ឋជាច្រើនរូបផងដែរឯកឧត្តមឆៃរិទ្ធិសែនបញ្ជាក់ផងដែរថាគម្រោងខាងលើនេះមានការគាំទ្រដោយធនាគារពិភពលោកគម្រោងនេះដែរផ្ដល់ផលប្រយោជន៍និងសារៈសំខាន់ជាពិសេសមិនត្រឹមតែបម្រើការងារប្រកបអាជីវកម្មមុខរបរផ្សេងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេថែមទាំងលើកស្ទួយក្នុងវិស័យទេសចរដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដែលចាត់ទុកថាជាមាសបៃតងបងប្អូនប្រជាពលរដ្ឋសម្ដែងអារម្មណ៍សប្បាយរីករាយនៅពេលសុបិនខ្លាយជាការពិតយើងទទួលបានកំណប់ដ៏ធំមួយនាពេលខាងមុខនេះគឺមាសបៃតងនេះហើយដែលជាសមិទ្ធផលដ៏ធំធេងណាស់ជាមរតកសម្រាប់ពលរដ្ឋនៅទីតាំងនេះផ្ទាល់ឯកឧត្តមបន្តថាពលគឺផ្លូវជនបទគិតមកទល់ថ្ងៃនេះនីតិកាលជាបន្តបន្ទាប់យើងមានសមិទ្ធផលប្រមាណជាង50,000 គីឡូម៉ែត្រហើយរាជរដ្ឋាភិបាលនឹងពង្រីកវិសាលភាពនេះជាបន្តទៀតរៀបកម្រិតគុណភាពផ្លូវនេះឲ្យក្លាយជាផ្លូវដែលមានគុណភាពហើយអាចប្រើប្រាស់បានគ្រប់រដូវកាលក្នុងការអនុវត្តផ្លូវតែងតែមានកំហុសជៀសមិនផុតពីការប៉ះពាល់បន្តិចបន្តួចសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋរួមទាំងអាជ្ញាធរមូលដ្ឋានមានការយោគយល់និងខិតខំយកចិត្តទុកដាក់ដើម្បីដោះស្រាយផលប៉ះពាល់សម្រួលដល់ការស្ថាបនាផ្លូវទទួលបានជោគជ័យឯកឧត្តមសុនសវណ្ណរិទ្ធអភិបាលខេត្តកំពង់ឆ្នាំងរំលេចថាយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីអាជ្ញាធរខេត្តកំពង់ឆ្នាំងបានបង្កើតក្រុមការងារចម្រុះទំនាក់ទំនងទៅនឹងអាជ្ញាធរនៅតាមបន្ទាត់ព្រំដែនទទួលយកប្រជាពលរដ្ឋពីព្រំដែនមកតាមលំនៅឋានហើយយើងទំនាក់ទំនងជាមួយមន្ទីរការងារធ្វើការទំនាក់ទំនងជាមួយក្រុមហ៊ុនរោងចក្រសហគ្រាសសម្របសម្រួលរកការងារជូនពួកគាត់ព្រោះថាមកដល់ម៉ោងនេះខេត្តកំពង់ឆ្នាំងមាន36រោងចក្រសហគ្រាសហើយត្រូវការកម្មករប្រហែលជា 18,500 នាក់